សម្រាប់អតិថិជនតុកតែមួយដែលចង់ធ្វើការបែងចែកការទូទាត់ដាច់ដោយឡែកលោកអ្នកអាចធ្វើការបែងចែកការកម្មង់ទៅតាមចំនួននៃមុខម្នួយឬបង្ហាញការគណនាទឹកប្រាក់ចែកស្មើទៅតាមចំនួនភ្ញៀវនៅក្នុងតុដោយប្រើមុខងារ Split Order សូមធ្វើការចូលទៅកាន់ផ្នែក Table View ឬចូលទៅកាន់ផ្នែក Order រួចរើស Order ណាមួយដែលលោកអ្នកចង់ធ្វើការ Split បន្ទាប់មកចុចទៅលើប៊ូតុង More Function រួចជ្រើសរើសពាក្យ Split Order សម្រាប់ការចែកមុខម្ហូបទៅតាមការកម្មង់សូមធ្វើការចុចទៅលើពាក្យ Split Menu ឬលោកអ្នកអាចធ្វើការចុច Split by Pack សម្រាប់ការបែងចែកទឹកប្រាក់ស្មើទៅតាមចំនួនភ្ញៀវនៅក្នុងតុចុចសញ្ញាបូកនៅផ្នែកខាងស្ដាំដើម្បីធ្វើការ Add បន្ថែមចំនួន Order ដែលត្រូវបែងចែកចុចលើ Order Card នីមួយៗរួចធ្វើការកំណត់មុខម្ហូបដែលត្រូវបញ្ចូលព្រមទាំងចំនួនមុខម្ហូបចុចប៊ូតុងព្រួយនៅលើមុខម្ហូបនៅផ្នែកខាងឆ្វេងចុចលើសញ្ញាខ្វែងប្រសិនបើលោកអ្នកចង់ធ្វើការដកមុខម្នួយណាមួយចេញនៅក្នុងលក្ខខណ្ឌដែលលោកអ្នកចង់ធ្វើការបែងចែក Order ស្មើនឹងចំនួនមុខម្ហូបទាំងអស់សូមធ្វើការ Take Split each menu into one order នៅផ្នែកខាងលើនោះកម្មវិធីនឹងធ្វើការបែងចែកចំនួន Order ទៅតាមចំនួនមុខម្ហូបដោយស្វ័យប្រវត្តិក្រោយពីកំណត់រួចសូមធ្វើការចុចប៊ូតុង Apply គឺជាការស្រេចនៅផ្នែក Order ការកម្មង់ដែលបានធ្វើការ Split នឹងមានបង្ហាញលេខតុភ្ជាប់ជាមួយនឹងលេខរៀងនៃចំនួន Order ដែលបានធ្វើការ Split ចំណែកនៅផ្នែក Table View Order ដែលបានធ្វើការ Split នឹងបង្ហាញបែបនេះសម្រាប់ Split by Pack ប្រើសម្រាប់ធ្វើការគណនាទឹកប្រាក់ស្មើគ្នាទៅតាមចំនួនភ្ញៀវនៅក្នុងតុសូមធ្វើការចុច Split by Pack រួចចុចទៅលើប៊ូតុង Yes គឺជាការស្រេចនៅពេលដែលលោកអ្នកធ្វើការព្រីនវិក័យប័ត្រព្រៀងឬវិក័យប័ត្រទូទាត់ចេញនោះកម្មវិធីនឹងធ្វើការបង្ហាញចំនួនទឹកប្រាក់ដែលអតិថិជនម្នាក់ៗត្រូវទូទាត់នៅផ្នែកខាងចុងសន្លឹកវិក័យប័ត្រ